ខ្ញុំបកស្រាយទាក់ទងទិសហៈទិសឆុងប្រចាំថ្ងៃទី25 ខែ 10 ឆ្នាំ 2025 ថ្ងៃទន្សាយមកជាមួយនឹងភ្លើងដកហៅថាថ្ងៃទន្សាយភ្លើងចំពោះទិសហៈទិសឆុងទី1គឺទិសខាងកើតជើងឈៀងកើតនិងត្បូងឈៀងកើតមានខាលថោះនិងរងជាទិសឆុង3ត្រួតប្រចាំឆ្នាំទី2ទិសខាងជើងជើងឈៀងកើតនិងជើងឈៀងលិចមានកលជូតឆ្លូវជាទិសឆុង3ត្រួតប្រចាំខែតុលាឆ្នាំ 2025 ហៅថាខែចទិសខាងលិចត្បូងឈៀងលិចនិងជើងឈៀងលិចមានវោកប្រការចជាទិសឆុង3ត្រួតប្រចាំថ្ងៃទី25 ខែតុលាឆ្នាំ 2025 ទិសឆុងប្រចាំឆ្នាំទិសកុលជើងឈៀងលិចទិសឆុងប្រចាំខែទិសរោងត្បូងឈៀងកើតទិសឆុងប្រចាំថ្ងៃទិសរកាទិសខាងលិចចំពោះទិសដែលហេងនោះគឺមានតែមួយទិសទេនៅថ្ងៃទី25នេះគឺទិសមមេត្បូងឈៀងលិចដែលឡែកទិសមមីនោះគឺតារាសាស្ត្រចោលចូលគឺប្រចាំខែហើយនិងប្រចាំថ្ងៃ25នេះហើយនឹងទិសម្សាញ់នោះគឺតារាសាស្ត្រជំងឺទាំងប្រចាំខែនិងប្រចាំថ្ងៃចំពោះការបង្ការឆុងនោះគឺហាមស្វានដំជួសជុលឬបង្កជាសម្លេងនៅទីឆុងបាទសូមបញ្ចប់คลิปតែប៉ុណ្ណេះសូមអរគុណ